សិរដូវនៅភ្នំពេញគ្មានក្របព្រើប៉ុន្តែមានក្របភ្លៀងនៅពេលដែលឯកានឹងរងចាំអ្នកណាម្នាក់ទើបខ្ញុំដឹងថាពេលវេលាមានតម្លៃខ្លាំងណាស់ពេលខ្លះឆាកជីវិតរបស់មនុស្សដូចជានៅក្នុងបទចម្រៀងរឿងជីវិតនេះមិនដឹងរៀបរាប់ចាប់ពីពេលណាគ្រាន់តែដឹងថាពេលអត់លុយចាយនឹកម៉ាក់មុនគេតាំងពីនៅក្រោយឆ្មាតែងស្រែកថាតូចចិត្តពេលម៉ាក់ជេរអ៊ូមិនដែលទំនេរគឺម៉ាក់តែងតែតាមមើលពីក្រោយពេលភ្ញាក់ពីគេគឺឮសំឡេងទេសនាគ្រប់ពេលសំឡេងម៉ាក់ជេបែរជាពីរោះដូចចំរៀងហើយនៅពេលដែលកូនធំគំនិតនេះមិនដូចនៅក្មេងទៀតឡើយហេតុផលកូនបានយល់ហើយម៉ាក់ធ្វើគ្រប់យ៉ាងគឺម៉ាក់ចង់ឲ្យកូនល្អនៅលោកនេះខ្ញុំស្រឡាញ់ម៉ាក់របស់ខ្ញុំជាងគេសប្បាយចិត្តណាស់ដែរកើតជាកូនម៉ាក់ជីវិតនេះហត់នឿយពេកហើយម៉ាក់តែនៅខាងកូនគ្រប់ឧបសគ្គទោះបីត្រូវលំបាកយ៉ាងណាមិនរៀគ្មានថ្ងៃឈប់ស្រឡាញ់ម៉ាក់ខ្ញុំទេកូនដឹងថាទំហំនៃក្តីស្រឡាញ់មិនអាចរៀបរាប់ក្នុងចម្រៀងមួយបទអស់ទេហើយកូនប្រាថ្នាចង់ឲ្យម៉ាក់ស្ដាប់បទនេះនៅថ្ងៃណាមួយដែលម៉ាក់ខឹងកូនម៉ាក់កុំយំណាកូនម្នាក់នេះធ្វើឲ្យម៉ាក់លំបាកច្រើនពេកហើយកូនចង់ឲ្យម៉ាក់ញញឹមឲ្យបានច្រើនមករកកូនម៉ាក់គឺជាមនុស្សស្រីម្នាក់ដែលស្អាតពូកែនៅក្នុងចិត្តកូនជារៀងរហូតលើលោកនេះខ្ញុំស្រឡាញ់ម៉ាក់របស់ខ្ញុំជាងគេសប្បាយចិត្តណាស់ដែរកើតជាកូនម៉ាក់ជីវិតនេះហត់នឿយពេកហើយម៉ាក់តែនៅខាងកូនគ្រប់ឧបសគ្គទោះបីត្រូវលំបាកយ៉ាងណាមិនរៀគ្មានថ្ងៃឈប់ស្រឡាញ់ម៉ាក់ខ្ញុំទេហើយមកតែនៅខាងកូនគ្រប់ឧបសគ្គទោះបីត្រូវលំបាកយ៉ាងណាមិនរៀគ្មានថ្ងៃឈប់ស្រឡាញ់ម៉ាក់ខ្ញុំទេហត់នឿយពេកហើយមកតែនៅខាងកូនគ្រប់ឧបសគ្គទោះបីត្រូវលំបាកយ៉ាងណា
ឈប់ស្រឡាញ់មកខ្ញុំទេលើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំមានសុខសភាដែលណាដែរបន្ទាប់ពីបានទស្សនាឃ្លីបវីដេអូចម្រៀងរបស់នាងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ដូចនាងខ្ញុំដែរនាងខ្ញុំចង់ឲ្យយុវវ័យទាំងអស់ចំណាយពេលវេលាដ៏មានតម្លៃនិងថវិកាបន្តិចបន្តួចរបស់ខ្លួនដើម្បីចូលរួមទិញសៀវភៅដើម្បីជួយសង្គមរបស់យើងកុំភ្លេចណាចូលរួមទាំងអស់គ្នាអូខេបាយបាយ